ជំរាបសួរបងប្អូនអរគ្នានៅក្នុងជុំនេះ admin ក៏បានពោលនាំរឿងរ៉ាវរន្ធត់មួយដែលទទួលបានពីបងស្រីម្នាក់មានឈ្មោះថាបងស្រីលៀបហើយបងស្រីលៀបហ្នឹងគាត់ឡើងមកពេញហ្នឹងដើម្បីរកការងារធ្វើនៅរោងចក្រនៅម្ដុំបាយចានហើយការឡើងមកគាត់ហ្នឹងគឺគាត់ឡើងមកជាមួយនឹងបងស្រីរបស់គាត់អញ្ចឹងណាហើយអញ្ចឹងគាត់ថាដំបូងឡើយគាត់មកជួបបន្ទប់ជាមួយនឹងមិត្តភក្តិរបស់គាត់ទេប៉ុន្តែដោយសារតែគ្នាច្រើននេះអីចឹងទៅចៀតអីចឹងទៅគាត់ក៏សម្រេចចិត្តជួបបន្ទប់បែកជាមួយនឹងបងស្រីរបស់គាត់ផ្សេងទៅប៉ុន្តែអាការដែលគាត់ជួបបន្ទប់ផ្សេងហ្នឹងហើយទៅគាត់ជួបរឿងរ៉ាវដ៏រន្ធត់ហើយចម្លែកមែនតើហើយគាត់អត់ដឹងថាបន្ទប់ជួលដែលគាត់ជួបរឿងរ៉ាវហ្នឹងពីមុនមានរឿងរ៉ាវអីកើតឡើងទេហើយដោយសារតែបន្ទប់ហ្នឹងវាមានតម្លៃធូរថ្លៃអញ្ចឹងគាត់ក៏សម្រេចចិត្តជួលជាមួយនឹងបងស្រីរបស់គាត់នៅទៅអញ្ចឹងក៏មកខាត់ពេលយូរទៅតាមដានជាមួយនឹង admin មើលថាតើបងស្រីលៀបហើយនិងបងស្រីលីនហ្នឹងគាត់ជួបរឿងរ៉ាវមួយខ្លះនៅក្នុងបន្ទប់មួយហ្នឹងទៅតាមដានជាមួយនឹង admin ទាំងអស់គ្នារឿងណាមួយហ្នឹងវាបានកើតឡើងនៅក្នុងឆ្នាំ2016ទៅលើបងស្រីម្នាក់មានឈ្មោះថាបងស្រីលៀបហើយបងស្រីលៀបហ្នឹងគាត់មានបងស្រីម្នាក់ឈ្មោះថាបងស្រីលីនអញ្ចឹងពួកគាត់ទាំងពីរនាក់ហ្នឹងគឺថាកាលនោះគឺគាត់អត់មានការងារធ្វើទេគាត់នៅខេត្តហើយខេត្តហ្នឹងគឺនៅខេត្តស្វាយរៀងអញ្ចឹងណាប៉ុន្តែដោយសារតែស្រីលៀបហ្នឹងគាត់មានមិត្តភក្តិម្នាក់ដែរគាត់ធ្វើការនៅរោងចក្រនៅម្ដុំបាយចានណាអញ្ចឹងបងប្អូនប្រកាសជាស្គាល់ហើយម្ដុំបាយចានគេនៅជាពេញហ្នឹងអញ្ចឹងដោយសារតែមិត្តភក្តិរបស់គាត់ហ្នឹងបានតាក់ទងទៅកាន់គាត់អញ្ចឹងថាអាលៀបហើយធ្វើការអត់កន្លែងរោងចក្រគ្នាហ្នឹងឬបុគ្គលិកអញ្ចឹងណាអញ្ចឹងគឺស្រីលៀបហ្នឹងគាត់បានលើតំណែងអញ្ចឹងគាត់ក៏និយាយថាអូខេឲ្យគ្នាចង់រកការងារធ្វើដែរណាអញ្ចឹងចាំគ្នាឡើងទៅពេញអញ្ចឹងបន្ទាប់មកហ្នឹងគឺស្រីលៀបបានបបួលបងស្រីរបស់គាត់ដែរដោយសារតែពេលហ្នឹងបងស្រីរបស់គាត់នេះឈ្មោះថាបងស្រីលីនហ្នឹងគឺអត់ការងារធ្វើដូចគ្នាហ្នឹងពីរនាក់ហ្នឹងណាអញ្ចឹងគាត់ក៏បានឡើងមកបំពេញទាំងអស់គ្នាទៅហើយការដែលគាត់ឡើងមកបំពេញហ្នឹងគាត់ថាគឺអត់មានការងារធ្វើហើយក៏អត់សូវមានលុយដែរហើយមួយយ៉ាងហ្នឹងគឺរកកន្លែងស្នាក់នៅក៏អត់ទាន់មានដែរចឹងហើយគាត់ក៏សម្រេចចិត្តក្នុងការស្នាក់នៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់បដោះសន្នសិនទៅចឹងគាត់ថាកំឡុងពេលដែលគាត់ស្នាក់នៅបដោះសន្នហ្នឹងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់ក៏បានឆ្លៀតពេលដើររកការងារធ្វើតាមរោងចក្រដែរហើយនៅក្នុងថ្ងៃមួយដោយសារតែជាថ្ងៃអាទិត្យគឺមិត្តភ័ក្តិរបស់ប្អូនស្រីលៀបហ្នឹងក៏បានដើរនាំហៅមើលរោងចក្រអញ្ចឹងណារបៀបថាគេត្រូវការបុគ្គលិកអីចឹងទៅអញ្ចឹងគឺគាត់ក៏បានដើររកទៅស្រាប់តែកន្លែងមួយនេះគេបានរើសបុគ្គលិកដែរហើយរោងចក្ររបស់មិត្តភ័ក្តិបងស្រីលៀបហ្នឹងក៏គេត្រូវការបុគ្គលិកដែរប៉ុន្តែនៅពេលដែលសម្ភាសហ្នឹងគឺរោងចក្ររបស់មិត្តភ័ក្តិរបស់ស្រីលៀបនេះគឺត្រូវការតែម្នាក់ទេហើយជាប់តែស្រីលៀបទេចំណែកឯបងស្រីលីនដែលជាបងស្រីរបស់ស្រីលៀបហ្នឹងគឺអត់បានជាប់ទេអញ្ចឹងគាត់ក៏ទៅសម្ភាសរោងចក្រផ្សេងពេលដែលសម្ភាសរោងចក្រផ្សេងក៏បានជាប់នៅរោងចក្រផ្សេងទៅអញ្ចឹងមានន័យថាពួកគាត់ទាំងពីរនាក់ហ្នឹងគឺធ្វើការនៅរោងចក្រផ្សេងគ្នាអញ្ចឹងនៅពេលដែលពួកគាត់ធ្វើការបានរយៈពេល1ខែពួកគាត់ក៏បានបើកប្រាក់ខែអញ្ចឹងទៅហើយគាត់ក៏អាចមានលទ្ធភាពក្នុងការដែលទៅរកផ្ទះជួលផ្សេងក្រៅពីបន្ទប់ដែលស្នាក់នៅជាមួយមិត្តភ័ក្តិរបស់គាត់អញ្ចឹងទៅហើយម្យ៉ាងគាត់ថាបន្ទប់មិត្តភ័ក្តិរបស់គាត់ហ្នឹងគឺមានភាពចៀតដោយសារតែមានបងប្អូនខាងគាត់ផងហើយមានតែមិត្តភ័ក្តិរបស់គាត់ក៏មិននៅជាមួយអញ្ចឹងណាអញ្ចឹងគាត់ឃើញទស្សនវិជ្ជាបែបចង្អៀតបែបអីចឹងទៅគាត់រៀងក្រែងចិត្តផងហើយណាមួយក៏គាត់ថារស់នៅក៏រៀងពិបាកដែរអញ្ចឹងគាត់ក៏សម្រេចចិត្តពិភាក្សាជាមួយនឹងបងស្រីគាត់ដែលឈ្មោះថាបងស្រីលីនហ្នឹងណាដើម្បីរកបន្ទប់ជួលផ្សេងអញ្ចឹងនៅក្នុងថ្ងៃមួយដោយសារតែគាត់ day off ថ្ងៃអាទិត្យណាគាត់ក៏បានបបួលបងស្រីរបស់គាត់ដើម្បីរកបន្ទប់ជួលអញ្ចឹងទៅហើយគាត់ដើររករយៈពេល2អាទិត្យនិយាយរួមទៅគាត់ថាកន្លះខែដើម្បីរកបន្ទប់ជួលមួយហ្នឹងស្រាប់តែនៅក្នុងថ្ងៃមួយគឺគាត់ធ្វើការក៏មានមិត្តភ័ក្តិដែលធ្វើការជាមួយគាត់ណាគឺបានប្រាប់ព័ត៌មានថាមានបន្ទប់មួយដែលគេជួលអញ្ចឹងណាអញ្ចឹងគេនឹងក៏ឲ្យលេខទូរស័ព្ទម្ចាស់ផ្ទះជួលមកដើម្បីឲ្យបងស្រីលៀបនេះដើម្បីតាក់ទងទៅបន្ទាប់មកបងស្រីលៀបក៏បានចេញពីធ្វើការទៅក៏បានតាក់ទងទៅកាន់ម្ចាស់ផ្ទះហ្នឹងទៅហើយម្ចាស់ផ្ទះហ្នឹងក៏គេបានណាត់ជួបគ្នាដើម្បីទៅមើលបន្ទប់ជួលហ្នឹងអញ្ចឹងនៅក្នុងថ្ងៃមួយដោយសារតែគាត់ទៅនេពីការងារជាមួយនឹងបងស្រីរបស់គាត់គាត់ក៏បានទៅដើរមើលបន្ទប់ហ្នឹងប៉ុន្តែគាត់ថាអ្វីដែលគាត់ចាប់អារម្មណ៍ដំបូងគេហ្នឹងគឺតម្លៃបន្ទប់គាត់ថាតម្លៃបន្ទប់គឺមានតម្លៃធូរថ្លៃទេកាលហ្នឹងគឺបន្ទប់មួយគេយកតែ30000ទេហើយទឹកភ្លើងហ្នឹងគឺគេយកវាថាទឹកទាំងភ្លើងគឺ10000អញ្ចឹងគាត់ថាជំនាន់2016បងប្អូនមែនឥឡូវទេណាអញ្ចឹងគាត់ថាពេលហ្នឹងគឺតម្លៃធូរថ្លៃដែរហើយគាត់ក៏អាចទទួលយកបានដែរហើយមួយទៀតគាត់ថាបន្ទប់ហ្នឹងណាបើនិយាយពីបន្ទប់គឺមាន10បន្ទប់ហើយមាន2ជាន់ទៀតជាន់លើនិងជាន់ក្រោមប៉ុន្តែគាត់ជួលហ្នឹងគឺជួលបានជាន់ក្រោមទៀតអញ្ចឹងគាត់ថាល្អព្រោះគាត់ក៏អាច
ដាក់ម៉ូតូដាក់អីចឹងណាបើសិនជាថ្ងៃក្រោយទៅគាត់ទិញម៉ូតូប៉ុន្តែគាត់ថាពេលហ្នឹងគឺគាត់អត់ទាន់មានម៉ូតូដូចគ្នានឹងគាត់ឡើងមកវិញដំបូងអញ្ចឹងគាត់ថាគាត់ចូលមកគាត់មើលបន្ទប់ហ្នឹងគាត់ថាផ្ទះហ្នឹងរបៀបមិនមែនជាបន្ទប់ថ្មីទេបងប្អូនរបៀបបន្ទប់ចាស់អញ្ចឹងណាដូចរបៀបអគារចាស់អញ្ចឹងណាអញ្ចឹងគាត់ថាវាមិនអីដែរដោយសារតែតម្លៃគឺវាធូរថ្លៃដែរហើយក៏វានៅជាប់កន្លែងរោងចក្រដែរអញ្ចឹងទៅគាត់ក៏មិនសូនសាញឲ្យច្រើនដែរពេលហ្នឹងអញ្ចឹងគាត់ក៏បានដើរចូលមើលបន្ទប់ហ្នឹងទៅប៉ុន្តែគាត់សង្កេតឃើញថាបន្ទប់ទាំងអស់ហ្នឹងគឺសុទ្ធតែចាក់សោទាំងអស់ដូចអត់មានគេជួលទេប៉ុន្តែគាត់សួរម្ចាស់ផ្ទះទៅម្ចាស់ផ្ទះគេថាគេជួលដែរប៉ុន្តែគេអត់សូវនៅអញ្ចឹងណាអញ្ចឹងគាត់ក៏អត់មានចាប់អារម្មណ៍អីដែរគាត់ក៏បានចូលទៅមើលបន្ទប់គាត់ថាចូលទៅហ្នឹងគឺបន្ទប់គេគឺស្អាតគួរសមដែរហើយនៅក្នុងបន្ទប់ហ្នឹងគឺមានខែឈើមួយខែឈើហ្នឹងរបៀបគេដាក់នៅអែបនឹងមាត់ប្អួចណាហើយបន្ទប់ហ្នឹងគឺរបៀបគេមានប្អួចមួយដែរប្អួចហ្នឹងប្អួចកញ្ចក់ហើយកញ្ចក់ហ្នឹងគឺយើងអាចមើលមកក្រៅអញ្ចឹងយើងអាចរូតបើករូតបិទអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ថាវាល្អមែនតើសម្រាប់គាត់2នាក់ហ្នឹងគឺល្មមខែហ្នឹងអាចស្នាក់នៅ2នាក់បានអញ្ចឹងណាគាត់ក៏បានកក់បន្ទប់កក់អីហ្នឹងទៅគាត់ថាកក់ហ្នឹងគឺកក់15,000ទេដោយសារបន្ទប់ហ្នឹងគឺមួយខែ30,000អញ្ចឹងកក់15,000ទេអញ្ចឹងគឺល្អមែនតើពេលហ្នឹងគាត់ថាសុវ័យចិត្តណាហើយខាងមុខផ្ទះគាត់ហ្នឹងគឺដីឡូឡើងទលាយមែនតើគឺរបៀបថាមានខ្យល់ធម្មជាតិលហើយអញ្ចឹងទៅគឺល្អអញ្ចឹងគាត់ថាគាត់ពេញចិត្តនឹងបន្ទប់ហ្នឹងណាអញ្ចឹងគាត់ក៏បានដល់ថ្ងៃមួយដែលគេកំណត់ក្នុងការដាក់ចូលទៅស្នាក់នៅគាត់ក៏បានរើអីចូលទៅនៅអីចឹងធម្មតាហ្នឹងទៅហើយថ្ងៃហ្នឹងគាត់ថាថ្ងៃអាទិត្យគាត់អត់ធ្វើការរោងចក្រទេគាត់ក៏បានរៀបចំផ្ទះរៀបចំអីចឹងទៅការដែលគាត់ចូលស្នាក់នៅហ្នឹងណាគឺគាត់បានទិញរបស់ដូចជាខ្សែនេះដែរប៉ុន្តែគាត់ថាទិញតិចតួចទេដោយសារតែគាត់ក៏អត់សូវមានលុយដែរមានទិញផ្លែឈើពី3ផ្លែអញ្ចឹងទៅអត់ទួយអីអញ្ចឹងទៅតាមអ្វីដែលយើងថាយើងធ្លាប់ធម្មតានៅពេលដែលយើងចូលបន្ទប់ថ្មីឬក៏យើងចូលជួលបន្ទប់អីចឹងណាគឺបងប្អូនអាចនឹងដឹងហើយយើងត្រូវថាវាថាខ្សែនេះតិចតួចចឹងឲ្យចំនួនផ្ទះអីចឹងណាហ្នឹងហើយអញ្ចឹងគាត់ក៏បានធ្វើអញ្ចឹងចឹងគាត់ថានៅពេលដែលគាត់ស្នាក់នៅបានរយៈពេលប្រហែលជាកន្លះខែដោយសារតែថ្ងៃមួយបងស្រីបោះស្រីលៀបនេះមានន័យថាបងស្រីលីនហ្នឹងណាគាត់ធ្វើការថែម៉ោងហើយរបៀបថាក្រុមហ៊ុនគេត្រូវការបញ្ញាប់ខោអាវគាត់ធ្វើការរោងចក្រខោអាវអញ្ចឹងគេក៏តម្រូវឲ្យថែម៉ោងហ្នឹងទៅអញ្ចឹងស្រីលៀបហ្នឹងគាត់ក៏បានមកផ្ទះមុនទៅហើយបងស្រីលីនក៏គាត់នៅធ្វើការដល់យប់ហ្នឹងទៅអញ្ចឹងដល់ពេលដែលគាត់ស្នាក់នៅបងប្អូនគាត់ថាពេលដែលគាត់កំពុងតែគេងតិចហ្នឹងម៉ោង7 8នេះគាត់ឮសលេងដូចរបៀបមនុស្សដើរចុះដើរឡើងអញ្ចឹងទៅអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍ដែរគាត់គិតថាសលេងហ្នឹងប្រហែលជាអ្នកដែលគេនៅបន្ទប់ក្បែរខាងអញ្ចឹងណាហើយបន្ទប់របស់ប្អូនស្រីលៀបនេះគឺនៅបន្ទប់លេខ4មានន័យថាគាត់នៅលេខ4ហើយមានបន្ទប់ដែលជាប់គាត់នៅខាងចុងគេគឺបន្ទប់លេខ5អញ្ចឹងគាត់ឃើញសលេងហ្នឹងដើរចុះដើរឡើងហើយដើរទៅបន្ទប់លេខ5ណាហើយក៏ដើរមកវិញអញ្ចឹងទៅវាថាទៅមកអញ្ចឹងទៅគាត់ក៏ចាប់អារម្មណ៍គាត់ថាប្រហែលជាគេដល់ម៉ោងគេចេញធ្វើការគេនឹងមកផ្ទះអញ្ចឹងណាបាទពេលអញ្ចឹងគាត់ក៏ធម្មតាពេលដែលគាត់កំពុងតែគេងទៀតគាត់ឮសលេងគោះទ្វារទុកពេលដែលគាត់ឮសលេងអញ្ចឹងគាត់ក៏បានស្រែកសួរព្រោះពេលហ្នឹងគាត់រៀងខ្លាចដែរគាត់គិតថាប្រហែលជាខ្លាចមានចោរខ្លាចអីចឹងណាហើយម្យ៉ាងនៅមុខកន្លែងគាត់ហ្នឹងគឺទលាយមានដីឡូដីអីចឹងណាអញ្ចឹងគឺគាត់គិតថាខ្លាចមានចោរគាត់ថាបើសួរទៅមានគេឆ្លើយឬក៏ត្រូវជាបងស្រីរបស់គាត់អញ្ចឹងគាត់នឹងនិយាយហើយប៉ុន្តែដល់ពេលគាត់ឮសលេងអញ្ចឹងណាគាត់បានសួរថាពីណាគេហ្នឹងគាត់សួរ2ដងអញ្ចឹងណាពេលអញ្ចឹងគាត់អត់ឮសលេងឆ្លើយទេអត់ដឹងថាពីណាទេហើយក៏បាត់សលេងគោះទ្វារនឹងដែរហើយអញ្ចឹងទៅគាត់ក៏ចម្លែកក្នុងចិត្តដែរគាត់គិតថាប្រហែលជាអ្នកដែលគេជួបន្ទប់នឹងឬក៏បងប្អូនអ្នកដែលជួបន្ទប់នឹងគេច្រឡំបន្ទប់អីចឹងណាគេមកគោះទ្វារទៅហើយគាត់ក៏អត់ចាប់អារម្មណ៍ដែរគាត់ក៏ឡើងមកក្រែគាត់គេងអាក្រែដែលថានៅក្បែរពអួចកញ្ចក់ហ្នឹងណាគាត់គេងរបៀបដូចរឹមហ្នឹងគាត់ក៏បានឃើញដូចជាសមោដើរនៅមុខពអួចគាត់ហ្នឹងហើយសមោនោះរបៀបទៅមកអញ្ចឹងទៅហើយគាត់បើកភ្នែករឹមវាថាដូចយើងគេងចិត្តលក់អីហ្នឹងណាគាត់ឃើញសមោហ្នឹងដើរចូលដើរឡើងអញ្ចឹងទៅគាត់ក៏កលេចមើលតិចគាត់ថាចំពីណាគេដើរចូលដើរឡើងហ្នឹងហើយមនុស្សស្អីក៏ដើរចូលដើរឡើងអញ្ចឹងក៏មិនដឹងថាមានការអី
chẳng á hay có cho mình tiền vì chẳng tới có để biết tha và hai chỉ miền mà nước đa đi tha kia nè là đây chua tiền cái đa cho đa lá những có chạm vào đó này bồ bên nó có đa chỗ bay thì về một màu mình tha có runner nắng mang cả lạc hai cho mỗi bông sấy bạc có cựa bên bay hại thì chẳng có chạm vào đó mấy khang đây có ban kim và to tiền bàn tay bông ổn nó pe để có cái bông tạc kia người ta chất độ mình thế nữa nè có hiện bao phút mình tịch rồi có bao phút lắng từ cái chợ của nó ạ có khuyên sờ máu mà đúng mà nè đối chiều cái bông tại châu mưa có nó mọc uốn trong mông sầm lắng mà can có tem đó hay có tha miền lòng ta châu mưa cũng trong mà mưa quạt máu vì trong quạt lòng ba rôm có nhẹ bươn màu có nhẹ bao phút thông máu có tha mặt sờ máu nữa à vì trong tới có thấy em bè lòng ta thấy trong có tha sờ máu đá kê mà nấu được câu chuyện ấy nhớ đó và vì những con có hiệu nhô sạch đây vì những con chọc đám đây lên lụa mong rồi vì để con đây lên lụa có thà vì nó bài cho mong đọc là cho mình đọc nó còn lưu sở của thuyền đầu tiên hai bông ôn có thà vì nó còn lưu sở của thuyền nữa còn ở thiên bảo thuyền thì của con thấy có thà lại lô ở trao được có là chỉ ấy dân từ con ở thiên bao tỷ vì là lưu của thuyền tu bị đó bong sấy và con này bạn hai rồi nè liếp bạc thuê bong tây p để con lư trắng á bàn con bạc thuê có tha bong sấy bạc con p là bong sấy bọ con bạc thuê châu máu nữa con có ở toàn giấy đường ra nữa phải bong sấy bạc con này là vì tha con ai tha con mẹ rắm môi tha sầm mai rồi có con mẹ rắm môi tha và hai chị nẹt chật khang ai dân tới con ở toàn phải đường ra nữa thì can bong sấy bạc con đăng thì hay thì không ai mua tiền bong sấy bà con khai mau mình chăng lòng tiết á mong bồn bài có nơi mình ai mà lòng tiền hai bên nó có tham lộn hai chia và môi bơ ngay ấy đại bong sấy bà con nơi một quạt chứ mình đi thang con nơi cho mỗi khi ba môi bơ ngay bong sấy bà có bán thay mau mà lòng tiền chứ á hay được không ai đó ạ cứ bong sấy liếm con say mẹ làm kha chơi con nơi mình ai người ta đời dù tới viền xa và liếm bỏ say kha cho say cất ở đường nắng á bàn tay này không ai mua nâng tiết là một ổn có nơi mình ai nữa á mau phải cho mình bay là cốt cái bông tay giấy tu sắm cho mùi nâng khổ xa bà cốt rồi vì là con giấy tu sắm mùi khổ xa bà cốt này có tha tu sắp cái nó đi chỉ triple nữa á là ngày cái tha cho nó một miếng triple cái tha em mày trong cái tha cái đấy con giấy nó con lưu ra lấy cô thuê thiệt ai cô thuê người ta cô thuê nhộm mình tên tu cô lần nhộm á này chẳng quát cô xua tiết đây xua tập bina kê có xua bị đó nhá chẳng tới khang khổ xa bà con đó có ban xua thay là liệp bina kê đâu bina kê hỏi ai người ta còn giấy tù sẵn nữa á chẳng mong sẽ liệp tha mai lưu sẽ lấy cái cô thuê đang bina đấy nè nhầm xua tới cái sao sao nó p hai bông sẽ liệp nè quát cô giấy tu sắp to thì thầy vì đến giấy tu sắp to thì nó có tha lưu sẽ lấy cuộc thuê đồng tiền tuk cô lần nhuộm mình thế này vì hai bông sẽ liệp có xua thế này vì na cái nó hỏi ai vì chẳng tới quát lưu sẽ lấy mà trai ơi lưu chẳng á ở trong bông sẽ liệp thảo bài gì nè chật khang rồi cây mình trẻ ấy muối mình tới ra bông giải liếm nó có ban đai tập bạc thuê hay là bây giờ có bạc thuê nữa á có tha có lấy mưa một khổ chui sẽ đám cửa khơi mà người tệ hay ở quay là có mưa có tha cứ ngắt được chia hay là ngất chừng và tốt chung bên có nguyên là cái bạc lương mùi tệ cứ tha và tốt ngắt là chừng ngung mong không tất tập hiệp khám một tét cứ ngắt bên tèn chẳng có điều siêu của nó có tha chồng hay chồng vì nãy cô thuê vì nãy hai con mà nhau quạt thấy đó mà phong về nó quạt có bàn bật thuê trong lòng bên lòng lươn hay chặt lươn lòng lươn về để quạt chẳng hai quạt bàn tay tập hẹp mạ quạt có tham mạ ơi nhung mình đang chia máy tên máy mơ ở vì muốn máu nhung khơi mình đâu đa chỗ đa lao nổ một vật tộc nhom hai cô thuê cô ấy hai cứ ăn lư lao thì hay mấy nhá về đây nhung một con tay mau mà ai mà nhổ
miền kia hai nhom hai trái ấy bên nhom bao thuê tôi mà nhưng máy mơ khơi thế hay là sẽ là chỉ máy mơ nhom thấy à hay mạ có bàn vậy tha hay miền man ở thụ ấy vậy nữa chẳng thể liệp nắng có bàn vậy tha pe để nhom trâu mà nới nhom ở thụ hay mình tái thay nó nhom ở bàn ở thụ tê của nhom là bộ ca nghi hả chẳng tới mạ có bàn vậy ta hay ở thụ ấy vậy tới luôn chấm miếng te chấm miếng ấy kia ấy phần hai vậy chẳng á trong bông sẽ liệp nó có bán thơ ta mạo quạt bán ôi thụng vậy nhưng tới tha xa tới đây nè chấm điên te nhưng tới không mò bà lại con trai nhưng tới p để bông sẽ liệp nó có thúc háo của bạt từ hay tọa một tiết nó quạt các bạn sập ra ấy thòng ra nhưng tới bông sấy bà quạt các bạn mau cô thuê của ấy tới quạt cố vì ta ấp bao thuê đi giờ tới cứ lưu giờ lấy ngợt bao thuê thì tôi tại lưu giờ lấy hai vì để ta lưu giờ lấy bông sấy bà quạt từ quạt bao thuê vì nó cứ bông sấy bà quạt bạn cô thuê ấy tới hai có tới quạt các bạn cho mà kê tới chẳng quạt cô nấy tạ toàn phép bông sấy bà quạt tiền nếu không ai mua tiền bông sấy bà quạt luôn đằng quạt nữa cứ ở thơ ca thằng pi nhẹ vì người ta ngạt tật rồi quạt cô nơi thằng pi nhẹ đang tới bông sấy bà quạt có bao cả ai hay quát có nơi là việc tha thường hộp thử ấy chẳng á chẳng có được về phương hộp nữa bông sẽ liếp nè có bán đa từ một tính tức là vay họ tinh ấy được khéo vì là con tôi như khéo nắng bông sấy bà con ấy cô lưu sẽ lấy mình được khu thủy hay chẳng bông sấy lín đó cứ ban đa mà bạc thủy thì phải đa mà bạc thủy cứ khơi mình được thì chẳng có ngó thay vì nó cô thuê bà con chẳng có bắt thuê vẫn có châu tới bao cái ai thôi mà ra lên tới và tôi mà tiết có lưu sẽ lấy mình được hai trái còn lưu chẳng có Samantha sẽ liệp hai quạt rồi quạt bàn đa mà vẫn nhá có tha bao thuê tới quạt khơi mình được tiết hay có chồng lại bên tay có tha vì nát cái hai quạt hai quạt có cân tay có cân ta và hai chỉ nhẹ đại chu tới các bạn nữa cái hai một tục xây này nơi chọp không chứ có cân chẳng còn tái ở đây là có sủng con mới còn ơn mưa từ một tục xây người ta đi ăn mình lên trời thì một tục tư chặt sau được hay có tha cho xử lý nó cái hở bờ nẹt chết khang khi đấy vì cua nó là miền bạc lơ rồi có chả ho thuê rồi có đôi chỉ miền luôn đấy tay có thắt ngắt ở chìa ăn miền Việt Nam thì miền là một tục gọn mùi thì chẳng có bàn bật thuê bánh trâu mình tại vì để con bao cái ai pop up con lưu xử lý cô thuê đầu tiết con bạc thuê đấy np nó cứ lưu xử lý hai trái có ngò của ta pina kê bạn sẽ liếm này có lao ta trái nhau mà liếm á từ con bạc thuê mà liếm của bạn trâu thằng hai đứa nó cứ bông sấy bà liếm nó bông sấy lính này cứ ấp phép liếm tài ấp phép được cái này cho từ p2 á cứ con bạn nhằm bài nhằm ấy chung như từ đo p bài chỉ mong pin tập thằng bông sấy quạt sấy lên hay nâng liếm nâng có thao gọi cái bông ta kê dây kia thì tôi chẳng dây vì hướng của xa dây vì ấy chẳng tới vì hướng càng nghe còn chẳng có tha lưu sẽ lấy cô thuê túc tăng liếp tăng bao sấy lên nữa cứ miên là rõng đôi khi này và tay toàn vậy miên rõng là tham mệnh một con là tha đôi con mình thọp chu bà sẽ lấy nâng mình thọp lưa sẽ lấy nâng thằng ấy chẳng bố có từng pi miên rõng đôi khi có tha chồng sẽ lấy ấy khi hay sẽ lấy nâng có tha vì muốn mắc bao thuê tới gọi khơi mình được thì hay còn đang thà vì nát lại cô thuê chẳng pi nhãn cứ miên rõng được kia tầm đầu trong một ồn bố có từng piกับbạn bao thuê hơi tới liếp của bạn vậy ta bong một ai xua sân vì nà kê chẳng bao thuê kê hay tới có các bạn xua bong sẽ lính xua ta vì nà kê ở ấy vì là xua trong ta cứ ở lư ấy thêm rồi chẳng tập bẹo lư tương phục qua tổng pin này nó có bạn pay mình té á đọc pi hai ấy á phục qua bên các bạn trâu một tục mình các bạn ở thuộc anh vậy chúng ta bàn tay có tha ở thuộc vậy nó cứ bạn bắt than phép cô thuê nó mình tay từ mà sân thu khỏi máu có tha vì là con cái bồn kê nó có tha đôi chỉ miên mà nó muối cứ châu nó một bộ ôi con đằng bộ ôi cái chợ nó có tha cứ châu nó một lần khuôn sờ máu râm lên đằng
ពីហើយពួកគាត់ទាំងពីរនាក់នោះក៏បានផ្ទៀងមើលទាំងពីរនាក់គាត់ថាឃើញដូចជាសមោមនុស្សស្រីចឹងហើយសក់ឡើងវែងហើយគាត់មានអារម្មណ៍ថាមនុស្សស្រីម្នាក់ហ្នឹងកំពុងតែឈ្ងោកមើលមកគាត់មកពីហ្នឹងបងប្អូនពីរនាក់បងប្អូនហ្នឹងគាត់ឃើញចឹងហើយគាត់បះរួមគាត់ស្រែកវ៉ាទាំងពីរនាក់ហ្នឹងពេលដែលគាត់ស្រែកវ៉ាទៅគឺបាត់សមោតែម្ដងពេលចឹងពួកគាត់ទាំងពីរនាក់ក៏បានទេទៅប្រាប់ម៉ាក់គាត់ហើយម៉ាក់គាត់បាននិយាយថាអុចធុកនៅគាត់ថាអុចធុកហើយអីចឹងណាប៉ុន្តែនៅតែឃើញចឹងទៀតចឹងម៉ាក់គាត់និយាយថាហែងចូលនៅបន្ទប់នឹងហែងមិនដឹងថាបន្ទប់នឹងពីមុនមកមានរឿងអីកើតឡើងអត់ហើយបន្ទប់នឹងមានគេនៅជុំវិញអត់ម៉ាក់គាត់និយាយចឹងណាហើយពួកគាត់បាននិយាយថាបន្ទប់នឹងខ្ញុំអត់ដឹងថាមានរឿងអីពីមុនមកទេម៉ាក់ហើយក៏អ្នកដែលនៅក្បែរនឹងក៏អត់មានណានៅដែរគឺមានបន្ទប់ខ្ញុំមួយហ្នឹងហើយម៉ាក់របស់គាត់បាននិយាយថាហើយចុះហែងទៅនៅនឹងហែងមានសើប្រវត្តិបន្ទប់នឹងទេអីថាមានរឿងរ៉ាវអីកើតឡើងពីមុនមកទេអីហើយបន្ទប់នឹងថៃគាត់អត់មានអ្នកនៅហើយអត់មានឆ្ងល់ទេអីម៉ាក់គាត់និយាយចឹងណាប៉ុន្តែម៉ាក់គាត់បាននិយាយថាអត់អីទេប្រហែលជាមានមនុស្សអីគេច្រឡំបន្ទប់ឬក៏អាចជាមានចោលមានអីចឹងហើយកុំបើកទ្វារទៅបានហើយគាត់អត់និយាយពីអាស្អីគេផ្សេងនោះទេគាត់និយាយថានិយាយអត់ឲ្យកូនគាត់ខ្លាចគាត់ថាបើឯងគេងហើយមានរបស់អីមួយការពារខ្លួនណាក៏លោកមានចោលមានអីចឹងហើយធៀមនឹងខ្លួនណានៅពេលចឹងទៅបងស្រីទាំងពីរនាក់គាត់គាត់ថាប្រហែលជាចោលអីចឹងណាគាត់ក៏បានធៀមរបស់អីចឹងទៅការពារនឹងខ្លួនចឹងទៅពេលហើយបងប្អូនគាត់គេងបដាញ័រដៃញ័រជើងតាហើយគាត់ថាភ្លើងពេលហ្នឹងគឺភ្លើងគឺរឹមទេភ្លើងលឿនថាអត់សូវច្បាស់អាភ្លើងពូពៅមាត់ពេលដែលគាត់គេងនឹងហើយគាត់ថាភ្លើងរឹមនោះគាត់ស្រឡឹងទៅមើលអាកញ្ចក់នោះគាត់ថាឃើញមនុស្សស្រីម្នាក់នោះគឺទម្លាក់ក្បាលមកពីលើហ្មងទម្លាក់មកមុខសិតតែឈាមហើយលឿនដានមកស្ទេកហើយភ្នែកដល់ធំមែនតើទម្លាក់ណាមកកញ្ចក់គាត់កំពុងតែគេងចឹងណាតែពីរអ្នកបងប្អូនគាត់ថាឃើញមិនគាត់ក៏បានស្រែកយកមកគាត់ថាមកជួយផងចឹងពេលគាត់ស្រែកចឹងទៅគាត់ថាគាត់រត់ទៅគៀនអាជាងបាជាហៀងទៀតអត់វាថាគាត់ខ្លាចរត់ទៅមកផ្នែកបាជាហៀងទៀតគាត់ថាបាត់ពីនឹងទៅពេលដែលបាត់ពីនឹងទៅពួកគាត់ទាំងពីរនាក់គាត់អត់ហ៊ានគេងនៅក្បែរខែនោះទេព្រោះអាខែនោះវានៅក្បែរនឹងកញ្ចក់គាត់ថាគាត់ទៅអង្គុយគៀនអាបន្ទប់បាជាហៀងទៀតនោះអង្គុយក្បែរនោះបដាញ័របដាតេវម៉ាក់គាត់បដាហើយតេនោះគាត់ថាពេលហ្នឹងគឺយប់តែម៉ោង1ម៉ោង2គឺម៉ាក់គាត់អត់លើកទេដោយសារប្រហែលជាម៉ាក់គាត់គេងគាត់ថាពីរនាក់ហ្នឹងគាត់ញ័រមែនតើហើយពេលហើយគាត់ថាលូសលេងឆ្កែលូដែលនៅប្រយោនៅភូមិឆ្ងាយអញ្ចឹងណាគាត់កាន់តែខ្លាចញ័រផងអីផងអញ្ចឹងទៅពេលដែលហើយគាត់ក៏បានរបៀបថាគេងបដានៅអាគីនក្បែរជាងប៉ុន្តែគេនឹងលក្ខណៈថាភ្នែករបស់គាត់គឺស្រឡឹងទៅមើលកញ្ចក់នោះរហូតអាកញ្ចក់ព្រអួចហ្នឹងណាគាត់ស្រឡឹងមើលរហូតថាតាមមានអីប្លែកអត់ពេលហើយបងប្អូនគាត់ថាអត់ឃើញអីទេនឹងកញ្ចក់ហ្នឹងប៉ុន្តែគាត់ឮសលេងមនុស្សយំហ្មងគាត់ថាឮសលេងមនុស្សស្រីគឺយំអញ្ចឹងទៅធ្ងោយំធ្ងោអញ្ចឹងទៅអញ្ចឹងគាត់ថាសលេងហ្នឹងដូចជាមិនមែនសលេងមនុស្សទេបើសលេងមនុស្សឯណាយំមកឡើងវើលគួរឲ្យខ្លាចអញ្ចឹងណាហើយមួយយ៉ាងគាត់ថាបន្ទប់ដែលនៅក្បែរហ្នឹងគឺអត់មានមនុស្សនៅផងហ្នឹងហើយចុះមានសលេងមនុស្សស្រីមកពីណាមកយំនឹងតែម្នាក់ឯងអញ្ចឹងណាគាត់ថាសលេងហ្នឹងថាជាសលេងខ្មោចហីចុងគាត់ភ័យមែនតើគាត់បន់ជំនាញទៀបន់អីចឹងទៅគាត់ថាកុំឲ្យជួបអីចឹងពេលដាស់ចឹងណាបន្ទាប់មកបងប្អូនគាត់ក៏បានគេបន្តតែគាត់ថាគេអត់លក់ទេពេលហ្នឹងគាត់ឮសលេងនេះយំរហូតតែពីរអ្នកបងប្អូនហ្នឹងគឺញ័រដៃញ័រជើងអស់ហើយយើងអាចរបៀបថាចេះបងប្អូនអាចថាមិនដឹងថាទៅរកណាជួយណាព្រោះអ្នកក្បែរខាងគាត់មានអ្នកនៅទេហើយគឺស្ងាត់ឡើងជ្រាបហើយពីអ្នកបងប្អូននៅតែពីរអ្នកទេអញ្ចឹងគាត់អត់មានរកណាគេជួយបានទេក្រៅពីអង្គុយញ័រដៃញ័រជើងបន់នេះបន់នោះឲ្យធុកនិយាយអីនោះអញ្ចឹងទៅប៉ុន្តែដល់ពេលដែលគាត់អត់ធុកម្ដងទៀតគាត់និយាយថាបើសិនជាមានវត្ថុស័ក្តិសិទ្ធិអីមែននឹងអីមែនជួយការពារកូនចៅកុំឲ្យកូនចៅឃើញរូបភាពបែបហ្នឹងកុំឲ្យគេមកលងបន្លាយកូនចៅអញ្ចឹងណាគាត់អត់ធុកហើយគាត់ថាមិនធុកដូចជាបាត់សលេងហ្នឹងទៅពេលដែលបាត់សលេងហ្នឹងទៅបងអូនស្រីរបស់គាត់នឹងគាត់នឹងវាថាអស់កម្លាំងគាត់ក៏បានគេងទៅប៉ុន្តែគេងនេះគឺអត់គេងនៅលើខែហ្នឹងទេគេងនៅមកជាហៀងខាងផ្នែកនេះជាងផ្សេងអញ្ចឹងណាគាត់ក៏បានគេងដល់ភ្លឺទៅ
ពេលដែលគាត់គេងតភ្លឺនឹងហើយបងប្អូនគាត់ក៏បានងើបទៅធ្វើការពេលដែលងើបទៅធ្វើការហ្នឹងមាន E មួយដែលគាត់នៅយើងរបៀបថាច្រកចាញ់បន្ទប់ជួលហ្នឹងតែនៅឆ្ងាយដែរណា E ហ្នឹងក៏បានសួរថាចេះមីអូនមែនអញមកនៅនឹងយូរនៅពេលហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានឆ្លើយថាខ្ញុំមកនៅនឹងបានប្រហែលជា7 ខែហើយ E ហ្នឹងក៏បាននិយាយថាចេះហើយចុះមកអញនៅនឹងអូនណាខ្លាចទេអីក៏សួរអញ្ចឹងហ្មងហើយចុះបងស្រី2នាក់ហ្នឹងស្រីលៀបហើយនឹងបងស្រីលីននេះគាត់លឺសំណួរប្លែកចឹងគាត់ថាអីនៅបន្ទប់ហ្នឹងមានរឿងអីមែនផ្ទះជួលហ្នឹងមានរឿងអីមែនអីហ្នឹងគាត់ថាអត់អីទេអីក៏សួរហ្នឹងព្រោះអីឃើញឯងស្រីនៅទាំងពីរនាក់អញ្ចឹងស្រីដូចគ្នាអញ្ចឹងអីហ្នឹងគាត់និយាយអញ្ចឹងពេលហើយទៅស្រីលៀបហើយនឹងបងស្រីគាត់ហ្នឹងក៏មានអារម្មណ៍ថាឆ្ងល់ហើយក៏បានដើរទៅធ្វើការធម្មតាទៅហើយពេលដែលដើរធ្វើការធម្មតាហ្នឹងពីរនាក់គាត់គឺមានអារម្មណ៍ថាភ័យបដាអីបដាហើយគិតមិនដឹងថាមនុស្សស្រីអ្នកហ្នឹងជាពីណាព្រោះថាគាត់ថាជាខ្មោចប៉ុន្តែគាត់ក៏បានទេទៅប្រាប់ម៉ាក់គាត់អញ្ចឹងថាម៉ាក់អើយខ្ញុំឮសលេងយំហ្នឹងខ្ញុំសង្ស័យតែខ្មោចទេម៉ាក់ហើយម៉ាក់របស់គាត់ហ្នឹងព្យាយាមនិយាយដើម្បីកុំឲ្យកូនខ្លាចគាត់ថាមិនអីទេប្រហែលជាជំនាញទេហើយបើថាឯងនៅមិនកើតទេឯងយកបន្ទប់ជួលផ្សេងទៅអញ្ចឹងណាពេលអញ្ចឹងទៅគាត់ក៏បានទៅស្នាក់នៅមួយយប់ទៀតគាត់ថាមួយយប់ហ្នឹងបើសិនជាគាត់ជួបរឿងរ៉ាវអីទៀតគាត់ប្រហែលជានៅលេងការនៅបន្ទប់ហ្នឹងអញ្ចឹងណាអញ្ចឹងមានន័យថាគាត់ទ្រាំនៅមួយយប់ទៀតព្រោះពេលហ្នឹងគាត់អត់ដឹងថាគាត់ទៅនៅណាទេហើយពេលដែលគាត់នៅហ្នឹងគាត់ថាគាត់ចេញពីធ្វើការមកគាត់ទិញរូបព្រះមួយអង្គដើម្បីដាក់នៅបន្ទប់របស់គាត់អញ្ចឹងណាហើយអញ្ចឹងគាត់ក៏បានចូលមកនៅក្នុងបន្ទប់ហ្នឹងធម្មតាទៅហើយគាត់ក៏បានរៀបចំហូបអាហារហូបបាយពេលល្ងាចអញ្ចឹងទៅក៏បានចូលគេងទៅប៉ុន្តែនៅពេលដែលគាត់ចូលគេងហ្នឹងណាគាត់ឮសលេងគោះទ្វារម្ដងទៀតគាត់ហ៊ានបើកទៅពីអ្នកបងប្អូនហ្នឹងគាត់ថាគួរហ្នឹងគួរមិនមែនធម្មតាបងគួរដល់ទាំងមកអញ្ចឹងគាត់ឆ្ងល់គាត់ថាចំសលេងហ្នឹងគួរទៅខ្លាំងជាងមុនគាត់ថាប្រហែលជាមិនមែនខ្មោចទេប្រហែលជាមនុស្សដឹងគាត់ក៏ស្រែកសួរពេលគាត់ស្រែកសួរហ្នឹងគាត់ថាអត់មានមនុស្សណាឆ្លោយទេពេលអញ្ចឹងគាត់ក៏មានអារម្មណ៍ថាអូកើតទេប្រហែលជាខ្មោចទៀតហើយអញ្ចឹងគាត់ក៏បានចូលគេងពីអ្នកបងប្អូនវាថាក្របភួយក្របអីអញ្ចឹងហើយបន់ព្រះបន់អីអញ្ចឹងទៅពេលដែលបន់ព្រះបន់អីអញ្ចឹងទៅគាត់ក៏បានសង្ងំពីអ្នកបងប្អូនគេងអញ្ចឹងទៅគាត់ថាគេនឹងក៏លឺសលេងយំនៅមុខប្អូននឹងអញ្ចឹងទៅពេលអញ្ចឹងគាត់ក៏ភ័យខ្លាំងគាត់ថាមួយយប់ហ្នឹងគាត់គេលក់ទេបងប្អូនពេលដែលគាត់គេងបានប្រហែលជាម៉ោង2 10ម៉ោង1គាត់ក៏បានយកសពឃើញមុខបន្ទប់គាត់ហ្នឹងមនុស្សស្រីម្នាក់គឺចងកនៅមុខបន្ទប់គាត់ហ្នឹងអាបន្ទប់លេខ5ហ្នឹងអញ្ចឹងហើយគាត់ក៏ភ្ញាក់ពីទំនេរមកពេលដែលគាត់ភ្ញាក់ពីទំនេរមកគាត់ថាបន្ទប់ដែលនៅក្បែរហ្នឹងគឺប្រហែលជាមានរឿងអីមួយហើយអញ្ចឹងហើយគាត់ក៏បាននឹកឃើញថាបន្ទប់ទាំងអស់ហ្នឹងដូចអត់មានអ្នកនៅទេគាត់សង្ស័យថាបន្ទប់ហ្នឹងប្រហែលជាមានរឿងរ៉ាវអីអញ្ចឹងបានអត់មានអ្នកនៅអញ្ចឹងពេលអញ្ចឹងពីរអ្នកបងប្អូនគាត់ហ្នឹងក៏អង្គុយបដាអត់ធុបបដានិយាយបដាអត់ធុបបដានិយាយបដាទៅគាត់ថាអង្គុយទាល់តែភ្លឺហើយភ្នែកគាត់ឡើងរូងអស់ហើយពេលហ្នឹងពេលអញ្ចឹងទៅគាត់ក៏បានរើអីមកទាំងបលឹមមកគាត់រត់ចេញមកពេលរត់ចេញមកដល់មុខនឹងអ៊ីមួយដែលគាត់លក់ឲ្យបានចាក់មួយដែលថាគាត់សួរហ្នឹងគាត់ថាមីអូនមកដៃទៅណាថាអ៊ីអើយខ្ញុំនៅអត់កើតទេអ៊ីបន្ទប់នឹងមានខ្មោចលងអ៊ីពេលហើយអ៊ីនឹងគាត់ថាមីអូនចូលមកអង្គុយនេះសិនមកចាំអ៊ីប្រាប់រឿងរ៉ាវមួយពេលហ្នឹងអ៊ីនឹងក៏បានប្រាប់ថាចែកបន្ទប់ហ្នឹងពីមុនគេជួលនៅធម្មតាទេប៉ុន្តែនៅក្នុងថ្ងៃមួយគឺមានប្តីប្រពន្ធមកគូហើយប្តីប្រពន្ធមកគូនឹងមានថាអត់តាន់ការមួយគ្នាទេរបៀបថាដូចជាសង្សារគ្នាអញ្ចឹងណាហើយនៅមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងហើយប្រពន្ធធ្វើការរោងចក្រហើយប្តីធ្វើការសំណង់ពេលថ្ងៃមួយប្រពន្ធនឹងរបៀបថាឆ្លោះគ្នាជាមួយនឹងប្តីនឹងខ្លាំងហើយប្តីនឹងក៏បានចេញទៅក្រៅបាត់ទៅវាថាទៅចោលប្រពន្ធអញ្ចឹងប្រពន្ធនឹងរបៀបថាគាត់ប្រវាក់ចិត្តខ្លាំងអញ្ចឹងគាត់ក៏ចងកនៅមុខបន្ទប់ហ្នឹងអាបន្ទប់លេខ5នៅចុងហ្នឹងចងកនៅមុខបន្ទប់ហ្នឹងបងប្អូនដល់ពេលអញ្ចឹងហើយ
ចាប់ពីថ្ងៃនោះមកអ្នកដែលនៅបន្ទប់ហ្នឹងនៅក្បែរហ្នឹងណាគឺថាគេឃើញគ្រប់គ្នាឃើញស្រែកតែម្ដងគឺដើរខួរទ្វារដើរហៅគេហ្មងហើយបងប្អូននៅចាំទេសលៀបគាត់ថាឮហៅសលេងចាយអាហ្នឹងបងប្អូនសាក់សម័យមើលមិនបងស្រីម្នាក់ដែលថាចងកហ្នឹងត្រូវហ៎គឺដើរសួរគេដើរហៅគេគោះទ្វារគេអញ្ចឹងហើយវាចម្លែកអីមួយទៀតណាបងស្រីលៀបហ្នឹងមិនក៏ទៅជួបន្ទប់លេខ4ហើយវានៅមិនជាប់នៅបន្ទប់លេខ5ហ្នឹងអញ្ចឹងគឺវានៅគៀកនឹងបន្ទប់ហ្នឹងហ្មងអញ្ចឹងមកគាត់ថាឮសលេងគោះទ្វារដើរចុះដើរឡើងហ្នឹងគឺនៅក្បែរហ្នឹងអញ្ចឹងបងប្អូនហើយបងស្រីលៀបនេះហើយនឹងបងស្រីគាត់នេះពេលដែលលូអញ្ចឹងគាត់គ្រាន់តែបារួមទៀតហើយគាត់និយាយប្រាគាត់ស្រឡឹងទៅមើលអាគារហ្នឹងគាត់ថាគួរខ្លាចមែនតើអាគារហ្នឹងមើលទៅវាចង្កាយទៅវាចាស់ហើយដីឡូនៅមុខនោះវាទៅទំទលាយហើយមើលទៅដាច់ស្រយាតែម្នាក់ឯងអញ្ចឹងណាអញ្ចឹងគាត់ក៏ញ័រសាច់ទាំងពីរអ្នកបងប្អូនហើយអីហ្នឹងក៏បាននិយាយថាតាមពិតអីចង់ប្រាប់ក្មួយដែរប៉ុន្តែក្មួយចូលមកនៅអញ្ចឹងទៅអីក្រែងចិត្តម្ចាស់ផ្ទះខ្លាចម្ចាស់ផ្ទះគេថាអីនៅនឹងមានមាត់មានអីអញ្ចឹងណាអញ្ចឹងអីគាត់ហ៊ានប្រាប់ដែរក្មួយអើយអីអធិស្ឋានដែរហើយទៅអីនឹងក៏បានខ្សឹបប្រាប់ថាតាមពិតម្ចាស់ផ្ទះហ្នឹងគឺគាត់ដឹងរឿងនឹងហើយប៉ុន្តែលើថាគាត់ចង់បានលុយគាត់ចេះតែជួលទៅហើយគាត់ថាអ្នកដែលគេជួលនៅពីមុនមកគេជួបរឿងរ៉ាវដូចតែបងអូនឯងអញ្ចឹងគេរត់ចោលអ្នកខ្លះនៅប្រហែលមួយថ្ងៃផងថាក្មួយឯងនៅបានប៉ុណ្ណឹងសរសើរក្មួយឯងហើយគាត់ថាអញ្ចឹងចឹងបងស្រីលៀបហើយបងស្រីលៀនហ្នឹងគាត់ថាពេលហ្នឹងមកគាត់ក៏បានរត់មកបន្ទប់មិត្តភក្តិរបស់គាត់ប្រាប់រឿងរ៉ាវទៅកាន់មិត្តភក្តិរបស់គាត់ហ្នឹងហើយមិត្តភក្តិរបស់គាត់ហ្នឹងគាត់ថាអីទេឯងនៅបន្ទប់អញសិនទៅអញ្ចឹងណាអញ្ចឹងគាត់ក៏នៅបរិស័ទហើយក៏គាត់បានទៅរកបន្ទប់ជួលផ្សេងទៅហើយបន្ទប់ជួលផ្សេងគាត់ថាគាត់រៀងហើយគាត់អត់ហ៊ានជួលបន្ទប់ចឹងឯងគាត់ថារកបន្ទប់ណាដែលមានមនុស្សនៅច្រើនហើយអ៊ូអគាត់អត់ហ៊ាននៅបែបស្ងាត់ចឹងទេអញ្ចឹងចាប់ពីនោះមកគាត់ក៏បាននៅបន្ទប់មួយទៀតដែលគេមានប្រហែលជា4ទៅ5ជាន់ហើយមានមនុស្សអ៊ូអសិតតែអ្នករោងចក្រដូចគ្នាអញ្ចឹងណាពេលហ្នឹងគាត់ក៏រស់នៅអញ្ចឹងទៅហ្នឹងហើយអញ្ចឹងរឿងរ៉ាវហ្នឹងគឺខ្ញុំទទួលបានពីស្រីលៀបតែប៉ុណ្្នឹងឯងហើយបើសិនខ្ញុំដំណើរទៅមានខុសឆ្គងត្រឹមប្រការណាមួយសូមបងប្អូនអធិស្ឋាននិងអភ័យទោសផងហើយបើចូលចិត្តនឹងការដំណើររឿងរបស់ខ្ញុំសូមជួយ Subscribe និងបើករូបកណ្ដឹងឲ្យ Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបាននូវរឿងរ៉ាវថ្មីៗបន្ថែមទៀតអញ្ចឹងសូមអរគុណច្រើនសូមគោរពលាជំរាបសួរបងប្អូនអរគ្នានៅក្នុងយប់នេះ Admin ក៏បានពំនាំរឿងរ៉ាវ